មានជើងហោះហើរចំនួន50ជើងហោះហើរទាំងទៅទាំងមកជារៀងរាល់ថ្ងៃចំនួន50ជើងហើយចំនួនភ្ញៀវប្រហែល5000ក្នុងមួយថ្ងៃ សម្រាប់យើងនៅតែមានសង្ឃឹមថានឹងការឡើងដោយសារកិច្ចការនេះគឺត្រូវរកជំនុំយន្តហោះថ្មីដែលទៅហោះបន្ថែមទៀតហើយនៅលើទឹកចិត្តអ្នកដែលកំពុងហោះឲ្យបង្កើនការហោះហើរដូច្នេះយើងនៅតែសង្ឃឹមមានកំណើតគិតថាសង្ឃឹមមានកំណើតពីខាងណាខាងណីខ្លះហើយគិតថាទំហំហើយកើននឹងតែជាប្រមាណជាសំណួរមួយដែលពិបាកនឹងឆ្លើយជាក់លាក់ទោះបីយ៉ាងណាក៏ដោយយើងព្យាយាមដោយស្រីបានដឹងតាមសារព័ត៌មានខាងពីឥណ្ឌានឹងចាប់ដើមហោះហើរ បើសិនជាមិនមានការផ្លាស់ប្ដូរទេពីខែ6ទៅពីឥណ្ឌាហ្នឹងមកហើយយើងនឹងមានព្យាយាមពីខាងកូរ៉េមកទៀតហើយក៏ខាងចិនខាងមិត្តចិនយើងក៏យើងព្យាយាមតាក់ទងដើម្បីឲ្យក្រុមហ៊ុនចិនហ្នឹងបង្កើនការហោះហើរហើយខ្ញុំគិតថាខែ5នឹងមានការបង្កើនចំនួនសកម្មភាពចិនទៅទៀតរាល់ថ្ងៃយើងហោះហើរទៅប្រទេសណាខ្លះក្រុងណាខ្លះសរុបទៅប្រមាណផ្លូវប្រមាណអីដែរបាទចំពោះប្រទេសយើងហោះទៅចំនួន6ប្រទេសក្នុងអាស៊ាន ហើយនឹង2ប្រទេសទៀតចិននិងកូរ៉េហើយចំពោះទីក្រុងចន្លោះពី12ទៅ18ទីក្រុងនៅក្នុងតំបន់ហ្នឹងទៅតាមហេតុអីมันចំនួនវាអត់ទេដោយសារពេលយន្តហោះมันហោះរាល់ថ្ងៃអ្នកខ្លះហោះមួយសប្តាហ៍ទៅ3ជើងទេអញ្ចឹងចំនួនទីក្រុងខ្លះទៅ5ថ្ងៃយើងគ្រោងថានឹងពង្រីកការជើងហោះហើររបស់យើងជាមួយអឺរ៉ុបអីដែរទេនៅទីនេះបានដូចជាគម្រោងដែលធំជាងគេរបស់ពលាននឹងប្រាប់ឲ្យយើងជាពលាន 4E សម្រាប់យន្តហោះមកពីរយៈពេលឆ្ងាយហើយយន្តហោះធំ ចឹងជាគម្រោងរយៈពេលវែងគឺយើងនឹងតាក់ទងទៅផ្លូវឆ្ងាយតែឡងហូលតែជាគម្រោងរបស់ក្រុមហ៊ុនឡងហូលហ្នឹងគឺគិតថាទៅខាងណាដល់អឺរ៉ុបឬអាមេរិកទៅតាមតម្រូវការហោះហើរហ្នឹងអាចកាត់មានឡើងនៅពេលតម្រូវការដែរចាំមិនថាមានអ្នកផ្សារទេដែលជួយឲ្យទេសចរមកសម្យើងច្រើនយន្តហោះនឹងមកច្រើនចាបងនៅពេលបច្ចុប្បន្នហ្នឹងមានជើងហោះហើរត្រាំងមកអូសៀនីនេះដែរទេពីបញ្ហាផ្សេងៗ ថ្ងៃយើងពីអាស៊ាន6ប្រទេសហោះត្រង់បាទប្រទេសណាខ្លះដែរអាស៊ានមាន10យើងលើកលែងតែប្រ៊ុយណេភូមាឥណ្ឌូនេស៊ីហើយនិងហ្វីលីពីនហើយក៏ប្រទេសខាងក្រៅពីអាស៊ានរបស់យើងមានចិននិងកូរ៉េខាងត្បូងកូរ៉េខាងត្បូងបាទយើងហោះហើរមកពីប្រទេសមួយណាដែលច្រើនជាងគេសម្រាប់នៅក្នុងពលានរបស់នេះទី1គឺមកពីថៃទី2មកពីវៀតណាមច្រើនចិនយើងមានមុខ3ជើងមួយសប្តាហ៍សប្តាហ៍នេះតើយើងមាន policy អីក្នុងការលើកទឹកចិត្តដើម្បីឲ្យទទួលបានជើងហោះហើរថ្មីពីប្រទេសពីក្រុងកន្លែងណាដែលមិនទាន់មានហ្នឹងណាតើយើងមានគោលនយោបាយឬក៏វិធីអីដើម្បីលើកទឹកចិត្តដើម្បីពង្រីកនៃជើងហោះហើររបស់យើងនេះបាទនេះជាគម្រោងដែលក្រុមហ៊ុនកំពុងតែធ្វើកំពុងតែពិសាហើយយើងក៏បានដាក់នៅគោលការណ៍លើកទឹកចិត្តអ្នកដែលហោះមកថ្មី អ្នកដែលកំពុងហោះគាត់នឹងទទួលការលើកទឹកចិត្តដែរហើយអ្នកដែលនឹងហោះមកថ្មីក៏កាន់តែលើកទឹកចិត្តថែមទៀតបាទដូចជាស្អីខ្លះទៅណាដូចជាមានការចុះថ្លៃឲ្យតម្លៃពិសេសណាមួយឬក៏ចូលរួមធ្វើការផ្សព្វផ្សាយទាំងអស់គ្នាជាមួយក្រុមហ៊ុនទាំងអស់នេះដែលយើងបានគ្រប់គ្រងចាមានការលើកឡើងថាជើងហោះហើរពីភ្នំពេញមកសៀមរាបមានតម្លៃថ្លៃតើអាចមានការបញ្ចុះតម្លៃបានជាមិនថែមទីទៅបាទអរគុណសំណួរហ្នឹងហើយជាក់ស្ដែងការបញ្ចុះតម្លៃគេថាសម្រាប់ចិត្តរបស់ក្រុមហ៊ុនយន្តហោះ បាទក្រុមហ៊ុនអាកាសយានដ្ឋានជាក្រុមហ៊ុនដែលទទួលបន្ទុកផ្ដល់សេវាគឺយន្តហោះចុះដល់ដីបាទដោយសារការកំណត់តម្លៃហ្នឹងគឺដោយសារថាថ្លៃដែលអុបរិទ្ធគាត់ខ្ពស់គាត់មិនអាចចុះបានដែរប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយយើងនៅតែធ្វើការជាមួយគាត់ដើម្បីរកវិធីយ៉ាងម៉េចឲ្យបានតម្លៃជាងហ្នឹងអញ្ចឹងវិធីដែលល្អជាងគេគឺឲ្យមានការហោះហើរច្រើនក្រុមហ៊ុនបាទបើមានការហោះហើរលើសពីមួយក្រុមហ៊ុនខ្ញុំជឿថាតម្លៃនឹងអាច ទទួលយកបានទាំងអស់គ្នាចុះជើងហោះហើរក្នុងស្រុកវិញយើងអាចមានដឹងពីចំនួនដែរទេបងថ្ងៃយើងមាន3ជើងក្នុងមួយថ្ងៃតាមថ្ងៃខ្លះមាន2ជើងហើយមាន2ជើងចាចាំក្នុងរយៈពេលមួយត្រីនេះនៃដើមឆ្នាំ2024នេះណាតើសម្រាប់សន្ទុះនៃការធ្វើដំណើរតាមផ្លូវយន្តហោះនេះបងមានការយកឃើញយ៉ាងណាដែរគឺថាមានកំណើនបាទប្រហែល 5% ប្រៀបធៀបទៅពីឆ្នាំមុនប៉ុន្តែដូចជំរាបចឹងថាពលាននេះទៅប្រតិបត្តិការបាន5ខែទេអញ្ចឹងក្នុងការធ្វើការប្រៀបធៀបជាការពិបាកមែនទែនយើងមិនអាចយកផ្លែក្រូចទៅប្រៀបជាមួយផ្លែប៉ោមទេអញ្ចឹងទាន់តែឲ្យមានបានពេញមួយឆ្នាំទៅបានយើងយកអា data ពីឆ្នាំមុននឹងមកប្រៀបឆ្នាំថ្មីបានចាក្នុងចំណោមនោះភ្ញៀវខ្មែរយើងច្រើនដែរទេ
โดยเชื่อมันใส่เจมีนเต้មានអ្វីលើកទឹកចិត្តឲ្យប្រជាពលរដ្ឋខ្មែរជាពិសេសអ្នករាជធានីភ្នំពេញគាត់សាកល្បងហោះហើរមកលេងពលានថ្មីនេះផងជាយោបល់ខ្ញុំការលើកទឹកចិត្តគឺអាចកើតឡើងពីក្រុមហ៊ុនអាកាសចរជាជាងក្រុមហ៊ុនអាកាសយានដ្ឋានដូចជំរាបចឹងការកំណត់តម្លៃនៃការហោះហើរមិនមែនក្រុមហ៊ុនអាកាសយានដ្ឋានជាអ្នកកំណត់ទេគឺក្រុមហ៊ុនអាកាសចរជាអ្នកកំណត់មិនថាដូចជំរាបចឹងក្រុមហ៊ុនតែតែធ្វើការជំនួយដៃគូទាំងអស់ដើម្បីធ្វើម៉េចឲ្យគ្រប់គ្នាអាចធ្វើដំណើរតាមផ្លូវអាកាសបានកាន់តែច្រើនកាន់តែប្រសើរសម្រាប់ទាំងអស់គ្នាហើយស៊ីសិនតិចទៀតនឹងឡូស៊ីសិនវិញតើករណីដែលយើងជួបឡូស៊ីសិនហ្នឹងតើវាអាចប៉ះពាល់មិនខ្លះតទៅនឹងប្រតិបត្តិការក្នុងវិលានបើយើងនិយាយពី high season low season គឺយើងនិយាយពីស្តង់ដារអាយ៉ាតាប៉ុន្តែសម្រាប់យើងវិញបើ low season នៅគេទៅជា high season ដែលយើងត្រូវគេតិចគេដើរមកដល់មាត់ក្តៅចឹងសម្រាប់ខ្ញុំមិនមានការផ្លាស់ប្ដូរច្រើនទេបើសិនជាមានជួបការហោះហើរនឹងឲ្យបានច្រើនជាងមុនហើយមានការផ្សព្វផ្សាយល្អបញ្ជាក់ឡើងវិញមានការផ្សព្វផ្សាយល្អពីកម្ពុជាបានច្រើនជាងមុនខ្ញុំគិតថាលែងមាន low season ហើយ